បាទរបាយការណ៍របស់អង្គការសហប្រជាជាតិមិនមែនជារឿងចៃដន្យទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីបរិយាកាសនៃការអនុវត្តច្បាប់ដែលមានចន្លោះប្រហោងខ្លាំងដែលអនុញ្ញាតឲ្យប្រជាជនឆ្លងដែនអាចចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាចំពោះបញ្ហាការជាប់ពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់នៅពីក្រោយខ្ញុំគិតថាការចាប់ខ្លួនត្រឹមតែមេខ្លោងតូចតាចទៅក៏ជនបរទេសដែលមកធ្វើការខុសច្បាប់ប៉ុន្តែមន្ត្រីមានឥទ្ធិពលនៅពីក្រោយខ្នងនៅបន្តរួចខ្លួនគឺជាយុទ្ធសាស្ត្រលុបលាងសម្អាតសម្បកក្រៅដើម្បីសម្រាលសម្ពាធពីអន្តរជាតិតែប៉ុណ្ណោះតាមទស្សនៈខ្ញុំអ ுக ្រិតកម្មឆោបបោកខ្នាតធំដែលមានមជ្ឈមណ្ឌលប្រតិបត្តិការរាប់សិបកន្លែងនិងមានមនុស្សរាប់ពាន់អ្នកចូលរួមមិនអាចដំណើរការទៅបានដោយរលូននិងយូរអង្វែងបានទេបើសិនជាគ្មានការបើកដៃឬក៏ការពារពីបុគ្គលដែលមានឥទ្ធិពលឬក៏មន្ត្រីខលខូចមួយចំនួននៅពីក្រោយខ្នងសំណួរសួរថាហេតុអ្វីបានជាអាជ្ញាធរមិនអាចស្វែងរកអ្នកកាងនៅពីក្រោយមជ្ឈមណ្ឌលទាំងនេះបានក្នុងគណៈពេលដែលទីតាំងខ្លះស្ថិតនៅគៀកនៅភ្នែកសមត្ថកិច្ចបំផុតពាក់ព័ន្ធនឹងការបណ្ដេញជនបរទេសចេញជារៀងរាល់ថ្ងៃវិញខ្ញុំយល់ថាវិធានការនេះគ្រាន់តែជាការដោះស្រាយឲ្យតែបានទេខ្ញុំយល់ថាដរាបណាប្រព័ន្ធតុលាការនៅមានភាពទន់ខ្សោយនិងអង្គើពុករលួយនៅតែមានវត្តមាននៅក្នុងការផ្ដល់អាជ្ញាប័ណ្ណឬការជួលទីតាំងជាធំឲ្យក្រុមអ ுக ្រិតជននោះការបណ្ដេញមនុស្សចេញនឹងមិនអាចលាងជម្រះបញ្ហានេះបានជាដាច់ខាតព្រោះបណ្ដាញអ ுக ្រិតកម្មនឹងគ្រាន់តែជាផ្លាស់ប្ដូររូបភាពឬក៏ផ្លាស់ប្ដូរទីតាំងថ្មីតែប៉ុណ្ណោះហើយសម្រាប់ការស្ដារមុខមាត់លើឆាកអន្តរជាតិខ្ញុំមានបន្ទោសង្ស័យខ្លាំងមែនទែនទំនុកចិត្តមិនអាចកសាងឡើងវិញបានទេតាមរយៈការធ្វើសេចក្តីថ្លែងការណ៍ឬក៏ការបង្ក្រាបជារូបភាពបណ្ដោះអាសន្នលុះត្រាតែកម្ពុជាហ៊ានវះកាត់មន្ត្រីដែលពាក់ព័ន្ធដោយគ្មានការយោគយល់និងបង្កើតដំណាភាពក្នុងការស៊ើបអង្កេតដោយអនុញ្ញាតឲ្យមានការចូលរួមត្រួតពិនិត្យពីស្ថាប័នអន្តរជាតិទៅពិភពលោកអាចមើលឃើញពីភាពស្មោះត្រង់ក្នុងការកែតម្រង់របស់រដ្ឋាភិបាលបច្ចុប្បន្នបាទពាក់ព័ន្ធទៅនឹងបញ្ហាអក្រិតកម្មតាមប្រព័ន្ធអនឡាញក៏ដូចជាឆបោកតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងខ្ញុំនៅតែមើលឃើញថាវាហាក់បីដូចជាស្ថិតនៅក្នុងក្រសែភ្នែករបស់អន្តរជាតិមិនល្អណាអញ្ចឹងការដែលរដ្ឋាភិបាលកំពុងតែប្រតិបត្តិការបង្ក្រាបនេះវាហាក់បីដូចជាមិនទាន់បានពេញលេញខ្ញុំនៅតែមើលឃើញថាបញ្ហាទាំងអស់វានៅពាក់ព័ន្ធជាមួយនឹងបញ្ហាអំពើពុករលួយជាមួយនឹងមន្ត្រីខលខូចមួយចំនួននេះទេបើសិនជាក្នុងករណីមិនមានការកម្ចាត់បង្ក្រាបអំពើពុករលួយជាផ្លូវការទីទងទីធំណាមួយទេបញ្ហាការបង្ក្រាបក្រតកម្មតាមប្រព័ន្ធអនឡាញវានៅតែជាបញ្ហាកង្វល់វានៅតែជាបញ្ហាដែលកើតមាននៅកម្ពុជាជាបន្តចឹងណាអញ្ចឹងជាឫសគល់ខ្ញុំមើលឃើញថាបញ្ហាធំនោះគឺពាក់ព័ន្ធនឹងអ្នកដែលប្រព្រឹត្តដែលមានអ្នកនយោបាយកាងឬក៏មានអ្នកមានមុខមានមាត់ឬក៏ដូចជាអ្នកដែលមានឥទ្ធិពលមួយចំនួនកាងលើបញ្ហាហ្នឹងណាបាទយើងដឹងជារួមថាបញ្ហាប្រឈមរបស់កម្ពុជាបច្ចុប្បន្នហ្នឹងគឺកំពុងតែប្រឈមពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយជាបញ្ហាមួយដែលកំពុងតែរារាំងបញ្ហាអនុវត្តការដោះស្រាយផ្សេងៗថ្មីនេះយើងឃើញថារបាយការណ៍របស់អង្គការដំណាភិបអន្តរជាតិហ្នឹងបានចេញរបាយការណ៍ពាក់ព័ន្ធទៅនឹងកម្រិតឬក៏ពិន្ទុនៃអំពើពុករលួយរបស់កម្ពុជាដែលស្ថិតនៅក្នុងកម្រិតដែលខ្ពស់ដូច្នេះខ្ញុំគិតថាវាជាបញ្ហាមួយដែលកម្ពុជាគួរយកមកពិចារណានិងដោះស្រាយពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយណាមួយវិញទៀតបញ្ហាពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជាវាមិនមែនគ្រាន់តែជះឥទ្ធិពលសម្រាប់ប្រជាជនកម្ពុជាតែមួយមុខទេប៉ុន្តែយើងឃើញថាក្នុងការជះឥទ្ធិពលមកក្នុងប្រទេសកម្ពុជាហ្នឹងពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធទៅនឹងបញ្ហាទេសចរពាក់ព័ន្ធទៅនឹងការជះឥទ្ធិពលមិនល្អទៅដល់វិនិយោគទុនដ៏ល្អដែលមានបំណងចូលមករកស៊ីកម្ពុជាហ្នឹងក៏ជាបញ្ហាមួយប្រឈមខ្លាំងដែរហើយជាពិសេសហ្នឹងគឺពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋាភិបាលផ្ទាល់ពិបាកធ្វើការឬក៏ពិបាកបង្កើនទំនុកចិត្តទៅដល់ឆាកអន្តរជាតិផ្សេងៗណាខ្ញុំនៅតែមើលឃើញថាទស្សនវិជ្ជាជារួមការបង្ក្រាបពាក់ព័ន្ធទៅនឹងបញ្ហាការឆបោកតាមប្រព័ន្ធអនឡាញនេះនៅតែមានភាពយឺតយ៉ាវហាក់បីដូចជាមានភាពមិនទាន់ពេញលេញសម្រាប់ការអនុវត្តឲ្យមានប្រសិទ្ធភាពណាសម្រាប់ធ្វើម៉េចឲ្យមានហៅថាទំនុកចិត្តកសាងទំនុកចិត្តទៅដល់បណ្ដាប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោក